បាទស្ដីបងប្អូននៅថ្ងៃនេះខ្ញុំមានសេរីចាស់មួយគ្រឿងទេបងប្អូនគឺថាអាស្ទាំងហ្នឹងហើយនិយាយពីរូបរាងវិញអត់ដឹងថារៃរ៉ាប់ពីណាទៅណាទេបងប្អូនឥឡូវមើលជាក់ស្ដែងទៅហ្នឹងហើយដល់កហើយនិយាយពីកម្មខ្នងដុំអីហ្នឹងកន្លែងខ្លះហ្នឹងគឺថាច្រេះយកតែមែនតែនបងប្អូនហ្នឹងហើយអត់ដឹងថាម៉ូតូនេះទុកចោលប្រហែលឆ្នាំអីទេហ្នឹងហើយបានវាដល់ថ្នាក់ហ្នឹងអញ្ចឹងបងប្អូនបាទហើយដូចយើងឃើញជាក់ស្ដែងអញ្ចឹងហើយខ្ញុំក៏មកដល់គាត់ដឹងថាត្រូវធ្វើស្អាតបានប៉ុណ្ណាអីប៉ុណ្ណាទេបងប្អូនអើយព្រោះអីវាចាស់ខ្លាំងអញ្ចឹងណាសម្រាប់តួរបស់ស្ទាំងនេះគឺអត់មានដូរទេហ្នឹងហើយមើលរូបរាងទៅហើយម៉ូតូនេះគឺទៅដូចម៉ាស៊ីនអីឃើញស្នាមជាងគេបោសហ្នឹងហើយគេបោះម៉ូទ័របោះអីរៀងស្អាតតិចតួចដែរអញ្ចឹងណាគេធ្វើបានខ្លះប៉ុន្តែតែឥឡូវនេះមកដល់ដៃខ្ញុំបងប្អូនហ្នឹងហើយចង់ដឹងថាធ្វើឲ្យស្អាតបានប៉ុណ្ណាអីប៉ុណ្ណាបងប្អូនកុំភ្លេចតាមដានហើយដល់ចប់ទាំងអស់គ្នាហ្នឹងហើយឥឡូវខ្ញុំដោះ8បងប្អូនឥឡូវយើងមកមើលតួវាម្ដងនឹងឲ្យតួនេះនិយាយទៅគឺពុកខ្លាំងមែនតែនហើយនិយាយទៅតាបសត្វតែដែកណាដែកផ្ទះអញ្ចឹងណាហ្នឹងហើយនេះសកម្មភាពខ្ញុំចាប់ដើមបកថ្នាំចាស់ចោលហ្នឹងហើយដើម្បីសម្អាតវាហ្នឹងហើយដើម្បីយើងបាញ់បស៊ីដែកបន្ទាប់មកយើងបាញ់តំណប់អីចឹងណាហ្នឹងហើយអានេះសកម្មភាពខ្ញុំបៀកហ្នឹងហើយបៀកយកជ្រុងយកភ្លីវាវិញហ្នឹងហើយសម្រាប់តួចាស់ចឹងបងប្អូនធ្វើវាមិនបានស្អាតទេហ្នឹងហើយគាត់ថាយើងព្យាយាមធ្វើតាមអ្វីអាចធ្វើទៅបានណាអានេះខ្ញុំបាញ់បស៊ីដែករួចហើយខ្ញុំបៀកសម្រាប់ក្បាលលើអីគឺយើងបៀកមកពេញសាច់ចឹងដោយសារតែវាច្រេះខ្លាំងពេកហ្នឹងហើយច្រេះខ្លាំងពេកវាធ្វើឲ្យសាច់ដែកយើងប្រហោងអញ្ចឹងបងប្អូនហើយនេះសកម្មភាពខ្ញុំបាញ់ពណ៌ហើយពណ៌គឺក៏យកពណ៌ស៊ីម៉ង់ហ្នឹងហើយឥឡូវយើងមកមើលដល់ម៉ាស៊ីនយើងវិញហ្នឹងហើយសម្រាប់ម៉ាស៊ីនពួកសេរីចាស់គឺវាប្រើបាក់ហ្នឹងហើយប្រើបាក់អញ្ចឹងវារត់វាតឹងបងប្អូនហើយវាក្តៅយើងអត់អាចប្រើការបានទេហ្នឹងហើយអញ្ចឹងយើងត្រូវដូរក្បាលកន្លះថ្មីហ្នឹងហើយនិយាយទៅម៉ូតូនេះគឺយើងរើទាំងអស់ហើយលាងសម្អាតវាឡើងវិញហ្នឹងហើយអែបទាំងយេនដូរដៃយេនដូរបដាងណាដែលវាខូចហ្នឹងហើយដូរស្បែកដូរងើហ្នឹងហើយរើមកកាត់មុខទាំងអស់និយាយទៅលាងមកស្អាតចឹងបងប្អូនហើយសម្រាប់ម៉ាស៊ីនចាស់យើងធ្វើវាមិនបានហាប់ណែនដូចដើមទេបងប្អូនគាត់ថាបាន80%ទេហ្នឹងហើយយើងធ្វើទៅដាក់គ្រឿងល្អចឹងទៅហ្នឹងហើយគ្រឿងណាដែលត្រូវដូរយើងដូរគ្រឿងណាត្រូវប្រើបានយើងប្រើវិញចឹងបងប្អូនបាទហើយសម្រាប់គ្រឿងបន្លាស់ដែលត្រូវដូរនឹងក៏មានដូចច្រឡដល់ខ្ញុំមកមានសញ្ញោមានកបាំងនឹងហើយមានប្រអប់អង្គុយមានរៀនក្រោយនឹងរៀនមុខរៀនកដាលអញ្ចឹងទៅបាទហើយសម្រាប់សញ្ញោគឺគាត់យកសញ្ញោល្អនឹងហើយគឺគាត់រៀបល្អសម្រាប់គ្រឿងណាសម្ាំងក៏ក្តារល្អដែរនឹងហើយខ្ញុំបានថតដូចជាសម្ាំងដូចជាអីទេបងប្អូនដោយសារតែគ្រឿងពេលដែលយកមករវល់ពេកអត់បានថតបងប្អូនមើលអញ្ចឹងណានឹងហើយកញ្ចក់គឺយើងប្រើកញ្ចក់ inox នឹងហើយអាមូលដើម្បីឲ្យវាស៊ីហើយកញ្ចក់សេរីចាស់អញ្ចឹងបងប្អូនហើយនេះខ្ញុំតម្លើងបានខ្លះហើយបងប្អូនហើយវីដេអូខ្ញុំថតកាត់ទេបងប្អូនអត់បានថតគ្រប់ចុងជ្រោយទាំងអស់ណាហ្នឹងហើយអូខេបងប្អូនឥឡូវគឺថារួចរាល់ 100% ហើយម៉ូតូនេះដែរក៏លេងគ្រឿងខ្លះហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹងអាវាថាបុរាណខ្លះសម័យខ្លះអញ្ចឹងណាវាធ្វើឲ្យម៉ូតូនេះវារៀងប្លែកដែរអញ្ចឹងបងប្អូនដាក់ដូចជាបូមមុខហ្នឹងហើយខ្នងលេងបូមលេងអញ្ចឹងទៅហ្នឹងហើយរៀនទូចកែបទូចហ្នឹងហើយស្រោមដៃហ្គាហ្នឹងហើយកញ្ចក់អ៊ីណុកព្រោះសេរីចាស់ទេកញ្ចក់ហ្នឹងហើយដាក់កត្រកមកហ្នឹងហើយនិយាយទៅបានតែប៉ុណ្្នឹងហ្មងនិយាយទៅម៉ូតូនេះខ្ញុំមកនឹកស្មានថាបានប៉ុណ្្នឹងដែរទេព្រោះខ្ញុំព្យាយាមខ្លាំងមែនតើហើយចំណាយពេលធ្វើក៏យូរដែរហ្នឹងហើយចូលចង់កន្លះខែម៉ូតូនេះហ្នឹងហើយកន្លះខែហ្នឹងសាច់ធ្វើបងប្អូនសាច់ធ្វើគឺចង់កន្លះខែពេញហ្មងហ្នឹងហើយតែម៉ូតូនេះក៏យកមកទុកចោលនៅកន្លែងខ្ញុំយូរហើយបងប្អូនហ្នឹងហើយដើម្បីធ្វើតាមនេះរៀងចឹងណាបាទហើយសម្រាប់តម្លៃនៃការធ្វើវិញគឺអស់ច្រើនខ្លាំងមែនតើហ្នឹងហើយស្មើនឹងទិញម៉ូតូបានមួយគ្រឿងទៀតល្មមហើយបងប្អូនបាទហ្នឹងហើយតែដោយសារការស្រឡាញ់របស់បុរាណម៉ូតូបុរាណស្រីចាស់ហ្នឹងហើយទៅបងប្រុសគាត់ចំណាយលុយធ្វើអញ្ចឹងណាឲ្យរៀបចំឲ្យស្អាតហ្នឹងហើយសម្រាប់ម៉ូតូស្រីចាស់ហ្នឹងហើយម៉ូតូគេអីបងប្អូនបើសិនតែបងប្អូនស្រឡាញ់វាពិតប្រាកដចាំធ្វើព្រោះឲ្យយើងរៀបអស់ច្រើនណាស់បងហ្នឹងហើយបើយើងគាត់នេះស្រឡាញ់លំហ្នឹងហើយស្រឡាញ់មច្ឆាទេមិនបាច់ធ្វើទេហ្នឹងហើយហើយមួយទៀតបើសិននេះបងចង់ទិញម៉ូតូចាស់យកមករៀបឡើងវិញអីរៀងបាក់តិចហ្នឹងហើយដោយសារពេលខ្លះទៅអាម៉ូតូគេរបស់យើងហ្នឹងវាមានន័យជាងអាម៉ូតូយើងទៅទិញគេអញ្ចឹងបងប្អូនបាទព្រោះថាម៉ូតូគេហ្នឹងម៉ូតូខ្លះគឺវារស់នៅមួយយើងជួនកាលទៅវា20-30ឆ្នាំបងប្អូនអើយហ្នឹងអញ្ចឹងវាមានអនុស្សាវរីយ៍ជាច្រើនហ្នឹងហើយកាលពីយើងនៅក្មេងក៏ដូចតិចតួចអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងយើងអត់ចង់វាបាត់បង់ទេហ្នឹងហើយធ្វើវាទុកហ្នឹងហើយដើម្បីមើលហ្នឹងហើយម៉ូតូខ្លះខ្ញុំនិយាយមែនហើយគាត់ធ្វើយកទៅតាំងនៅផ្ទះហ្នឹងហើយនៅហាងអញ្ចឹងណាហ្នឹងហើយជិះផឹកកាហ្វេចិត្តអីទៅបាទហើយនេះបងប្រុសគាត់មកយកវិញហើយខ្ញុំអរគុណបងប្រុសខ្លាំងមែនតើបាទដែលទុកចិត្តហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនបាយ